ឈប់ញ៉ាំអាហារពេលល្ងាចហើយភេសជ្ជៈទាំងនេះអាចជួយកាត់បន្ថយសារជាតិខ្លាញ់ក្បាលពោះសម្អាតកាកសំណល់ក្នុងពោះវៀនពង្រឹងភាពស៊ាំនិងកម្ចាត់ជាតិពុលចេញពីរាងកាយហើយវាមានរសជាតិពិសេសផងដែរសូមរក្សាទុកវីដេអូនេះនៅលើទូរស័ព្ទដៃរបស់លោកអ្នកដើម្បីជៀសវាងការបាត់បង់រកមិនឃើញនៅថ្ងៃក្រោយជាដំបូងអ្នកកាត់ផ្លែប៉ោមជាបំណែកតូចៗផ្លែប៉ោមគឺមានកាឡូរីទាបមានជាតិសរសៃខ្ពស់ជួយឲ្យអ្នកឆ្អែតហើយវាមានសារធាតុប្រឆាំងទៅនឹងអុកស៊ីតកម្មហើយសារធាតុផ្សេងៗទៀតនោះជាសមាសធាតុជួយជំរុញសុខភាពលោកអ្នកឲ្យបានល្អបន្ទាប់មកកាត់ចេកជាបំណែកតូចៗគ្រឿងផ្សំទាំងនេះគឺពិតជាអស្ចារ្យណាស់ដើម្បីលាយជាមួយទៅនឹងគ្រឿងផ្សំផ្សេងទៀតដើម្បីបង្កើននូវភេសជ្ជៈដ៏ឈ្ងុយឆ្ងាញ់ដែលមានអត្ថប្រយោជន៍ចំពោះសុខភាពនោះចូលដាក់វានៅក្នុងម៉ាស៊ីនក្រឡុកថែមទឹកឃ្មុំមួយស្លាបព្រានិងទឹកដោះគោមួយពែងហើយកិនវាឲ្យសព្វគ្រឿងផ្សំនេះនឹងបញ្ចូលគ្នាទៅជាទឹកក្រឡុកដែលមានតុល្យភាពវានឹងផ្ដល់នូវសារធាតុសំខាន់ៗជាសរសៃធម្មពលដោយមិនបន្ថែមកាឡូរីហួសប្រមាណទៅលើរាងកាយរបស់អ្នកសូមចែករំលែកទម្ងន់របស់អ្នកនិងទម្ងន់ដែលអ្នកចង់សម្រកហើយខមមិននៅខាងក្រោមនៃវីដេអូក្រោយរយៈពេល2សប្តាហ៍ហើយសូមប្រាប់ខ្ញុំថាតើអ្នកបានស្រកប្រមាណគីឡូបាទខ្ញុំសូមជម្រាបបងប្អូនថាខ្ញុំគឺមានកសិដ្ឋានចិញ្ចឹមឃ្មុំខ្លួនឯងហើយក៏ទទួលស្គាល់អំពីអាជ្ញាធរខេត្តកំពង់ចាមហើយពួកខ្ញុំមានផលិតផលដូចជាទឹកឃ្មុំបាទឹកឃ្មុំលំអងឃ្មុំហើយឥឡូវនេះគឺយើងមានការបញ្ចុះតម្លៃពិសេសសម្រាប់ទឹកឃ្មុំមួយដបនេះគឺចំណុះកន្លះលីត្រតែ30000រៀលទេកាលពីមុន40000ចឹងសម្រាប់បងប្អូនដែលចាប់អារម្មណ៍ចង់បានទឹកឃ្មុំនេះយកទៅប្រើដើម្បីជំនួយនិងជួយសុខភាពព្យាបាលជំងឺធ្វើជាថ្នាំសម្រាប់យ៉ាង